nó giá kia tập tay chứ này là anh thao tập sẽ nhau để đặt phố bằng ngủ về ông say là cho máy cho hai anh đang thử nút cái này nút cái រៀនពីបទពិសោធន៍សមរភូមិពិតឧត្តមសេនីយ៍ទូហូលសំអនចែករំលែកយុទ្ធសាស្ត្រដាំបាយកប់ដីថ្ងៃនេះខ្ញុំមានវីដេអូថ្មីមួយទៀតហើយដើម្បីមកចែករំលែកទៅដល់បងប្អូនអរគ្នាដើម្បីធ្វើការទស្សនាហើយជាបទពិសោធន៍មួយដែលលោកមេមជាការនៃកងពលរបស់យើងខ្ញុំនឹងបានឆ្លងកាត់នៅក្នុងសមរភូមិព្រោះគឺនៅអំឡុងទសវត្សរ៍ឆ្នាំទី80ទៅ90ខណៈដែលលោកបានឆ្លងកាត់នៃសមរភូមិនៃតំបន់អមលៀងក្នុងសមរភូមិសង្គ្រាមមិនត្រឹមតែវាស់ស្ទង់ដោយអាវុធឬកម្លាំងយោធាប៉ុណ្ណោះទេប៉ុន្តែថែមទាំងវាស់ស្ទង់ដោយប្រាជ្ញាភាពច្នៃប្រឌិតនិងការបត់បែនតាមស្ថានភាពផងដែរបន្ទាប់ពីបញ្ចប់ការត្រួតពិនិត្យកម្លាំងឧត្តមសេនីយ៍ទូហូសំអនមេបញ្ជាការកងពលបានចែករំលែកបទពិសោធន៍ដ៏មានតម្លៃពីសមរភូមិនៅអមលៀងស្រុកថ្ពងខេត្តកំពង់ស្ពឺដែលជាមេរៀនពិតសម្រាប់យោធិនកងពលតូចដឹកជញ្ជូនលេខ99ឧត្តមសេនីយ៍ទូហូសំអនបានរំលឹកថាកាលពីសម័យសង្គ្រាមតំបន់អមលៀងគឺជាតំបន់ប្រយុទ្ធដ៏ស្វិតស្វាញខ្មាំងសត្រូវបានបាញ់ផ្លោងនិងវាយប្រហារយ៉ាងខ្លាំងមកលើទីតាំងរបស់កងទ័ពយើងការវាយប្រហារនេះបានបំផ្លាញចានឆ្នាំងនិងសម្ភារៈភស្តុភារស្ទើរតែទាំងស្រុងកងទ័ពដែលកំពុងបំពេញបេសកកម្មប្រឈមមុខនឹងបញ្ហាធំមួយគឺគ្មានឆ្នាំងសម្រាប់ដាំបាយក្នុងពេលដែលស្ថានភាពប្រយុទ្ធមិនអនុញ្ញាតឲ្យដកថយហើយការស្វែងរកស្បៀងបន្ថែមក៏មិនអាចធ្វើទៅបានកងទ័ពត្រូវតែស្វែងរកដំណោះស្រាយដោយខ្លួនឯងសម្រាប់អ្នកដែលស្ថិតក្នុងសមរភូមិអាហារមួយពេលអាចកំណត់ថានឹងអាចបន្តប្រយុទ្ធឬអស់កម្លាំងបានយុទ្ធសាស្ត្រដាំបាយកប់ដីក្នុងស្ថានភាពដ៏លំបាកនោះឧត្តមសេនីយ៍ទូហូសំអនបានប្រើប្រាស់ប្រាជ្ញានិងបទពិសោធន៍ដោយបង្កើតវិធីសាស្ត្រដែលមិនធ្លាប់គិតដល់ដំបូងអង្គរត្រូវបានលាងឲ្យស្អាតបន្ទាប់មកយកទៅខ្ចប់ក្នុងក្រមាអាចិតដើម្បីការពារកុំឲ្យដីឬកំទេចធូលីចូលបន្ទាប់ពីនោះជីករណ្ដៅក្នុងដីរៀបចំជាចង្ក្រានកប់ដីហើយប្រើភ្លើងកម្ដៅដើម្បីឲ្យអង្ករឆ្អិនវិធីនេះមានអត្ថប្រយោជន៍សំខាន់គឺมันបង្កើតផ្សែងច្រើនមិនងាយឲ្យសត្រូវសង្កេតឃើញទីតាំងឈរជើងរបស់កងទ័ពក្រោយពេលដែលរៀបចំរួចកងទ័ពមិននៅរងចាំនៅទីនោះទេប៉ុន្តែបានច្រឡប់ទៅមុខដើម្បីបំពេញបេសកកម្មនិងបង្វែរដានពីសត្រូវនៅពេលដែលស្ថានភាពអំណោយផលទើបត្រឡប់មកទីតាំងដើមគោះយកបាយដែលបានឆ្អិនរួចមកបរិភោគដើម្បីទ្រទ្រង់កម្លាំងក្នុងការប្រយុទ្ធនេះគឺជាឧទាហរណ៍ជាក់ស្ដែងនៃការប្រើប្រាស់ប្រាជ្ញាជំនួសការបោះបង់ឧត្តមសេនីយ៍ទូហូសំអនបានសង្កត់ធ្ងន់ថាបទពិសោធន៍ទាំងនោះមិនមែនគ្រាន់តែជារឿងរ៉ាវក្នុងអតីតកាលប៉ុណ្ណោះទេប៉ុន្តែជាមេរៀនសម្រាប់យោធិនគ្រប់ជំនាន់ជាពិសេសសម្រាប់កងពលដឹកជញ្ជូនដែលមានភារកិច្ចផ្គត់ផ្គង់និងគ្រប់គ្រងដល់ការប្រយុទ្ធការត្រៀមខ្លួនការគិតឆាប់រហ័សការបត់បែនតាមស្ថានភាពគឺជាកត្តាសំខាន់បំផុតក្នុងសមរភូមិមិនមានអ្វីអាចកើតឡើងតាមផែនការទាំងស្រុងនោះទេការចេះសម្របខ្លួននិងស្វែងរកដំណោះស្រាយថ្មីៗអាចជួយសង្គ្រោះជីវិតនិងធានាឲ្យបេសកកម្មទទួលបានជោគជ័យបទពិសោធន៍ដែលថ្នាក់ដឹកនាំចំនួនមុនបានឆ្លងកាត់គឺជាទ្រព្យសម្បត្តិដ៏មានតម្លៃដែលមិនអាចបានពីសៀវភៅតែមួយមុខឡើយនាមជាកងពលតូចដឹកជញ្ជូនលេខ99ជាសសាឈាមជាតិយើងបំរើខេមរាឲ្យបានគុំការរក្សាជាតិយើងរឹងមាំដរាបរឿងរ៉ាវយុទ្ធសាស្ត្រដាំបាយកប់ដីបានបង្ហាញឲ្យឃើញយ៉ាងច្បាស់ថាកម្លាំងពិតរបស់កងទ័ពមិនស្ថិតតែនៅលើអាវុធទំនើបប៉ុណ្ណោះទេប៉ុន្តែស្ថិតនៅលើប្រាជ្ញាភាពអត់ធ្មត់វិន័យនិងការច្នៃប្រឌិតគ្រប់កលៈទេសៈមេរៀនពីសមរភូមិអមលៀងនឹងនៅតែជាប្រវត្តិសាស្ត្រដ៏មានតម្លៃសម្រាប់បណ្ដុះស្មារតីនិងលើកកម្ពស់សមត្ថភាពរបស់យោធិនជំនាន់ក្រោយឲ្យត្រៀមខ្លួនរួចជាស្រេចក្នុងការបំពេញភារកិច្ចការពារជាតិគ្រប់ពេលវេលាបាទសូមអរគុណអ្នកទាំងអស់គ្នាចំពោះការទស្សនាប្រសិនបើអ្នកទាំងអស់គ្នាចូលចិត្តវីដេអូនេះសូមកុំភ្លេចចុច like share ឬ subscribe ដើម្បីទទួលបានព័ត៌មានមាតិកាថ្មីៗអំពីសកម្មភាពនិងបទពិសោធន៍ដ៏មានតម្លៃរបស់កងពលតូចដឹកជញ្ជូនលេខ99ក៏ដូចជាការកំសាន្តប្រែកពីខ្ញុំបាទកុសលផងដែរបាទសូមអរគុណសូមជម្រាបលានាមជាកងពលតូចដឹកជញ្ជូនលេខ99
ជាសសាឈាមជាតិយើងបំរើខេមរាឲ្យបានគុំផ្ការក្សាជាតិយើងរឹងមាំដល់រាប់រៀងអើយតាមអូនថ្មដូនអូនចាំបានទេកិច្ចការហោហែមានស្នេហ៍បងប្រាប់ត្រានត្រាភារៈជួមុខបងមិនកន្តើយបំពេញកិច្ចហើយបងស្នេហ៍អូនស្មោះ